trong bắtបញ្ហាធីងថងចង់ខ្ចល់ដាស់សាយតឹងច្រមុះឈឺកកអកឈឺក្បាលអាសាចុកពោះឆ្អល់ហេវហត់អស់កម្លាំងខ្លាំងហើយអាសាឈឺទៅពេលយប់ដូចខ្ញុំអញ្ចឹងគាត់តែទិញខ្ញីទឹកឃ្មុំដូចឌីវីទុកនៅផ្ទះហើយម្នាក់មួយទៅយប់ឡើងមិនមែនស្រួលរយពិសេសជាមួយនឹងថ្នាំសង្កូវអស់ហ្នឹងហើយមូលហេតុដែលខ្ញុំជ្រើសរើសយកឌូឌីវីតែខ្ញុំជាមនុស្សម្នាក់ដែលអត់សូវចូលចិត្តលេបថ្នាំច្រើនទេថាឈឺតិចតួចអីមុំគឺថាអត់លេបហ្មងតែធ្វើការញ៉ាំខ្ញីទឹកឃ្មុំឌូឌីវីជាប្រភេទទឹកងាយស្រួលញ៉ាំហើយទឹកឃ្មុំឡំរសជាតិនឹងក្លិនខ្ញីប្រហើប្រហើការកឡុកឲ្យហែកញ៉ាំជាការស្រេចឬក៏អ្នកទាំងអស់គ្នាជាមួយនឹងទឹកក្តៅមុននឹងញ៉ាំរត់តែមានប្រសិទ្ធភាពទៀត2ទៅ3កញ្ចប់ក្នុងមួយថ្ងៃដឹងថាបាត់ផឹងហ្មងមួយរយៈចុងក្រោយនេះអាកាសធាតុក្តៅខ្លាំងអ្នកទាំងអស់គ្នាឬក៏ញោមមេប្រព័ន្ធភាពស៊ាំណានឹងចុកខ្សោយងាយឆ្លងមេរោគឬក៏ងាយឈឺនឹងខ្លាំងលឿនហ្មងអញ្ចឹងដឹងថាអាសាជួបបញ្ហាទាំងអស់ហ្នឹងហើយឈឺក្បាលផ្ដាសាយឬក៏ឈឺកាពះហេអ្នកគ្នាអាចធ្វើការសាកញ៉ាំបានគ្រឿងផ្សំក៏ដូចជារូបមន្តនេះគឺថាធម្មជាតិញ៉ាំដោយសុវត្ថិភាព 100% ឲ្យទៅចិត្តញ៉ាំថ្នាំហាអាសាឈឺទៅពេលយប់ដូចខ្ញុំអញ្ចឹងគួរតែទិញឌូឌីវីដាក់ផ្ទះទុកញ៉ាំឲ្យរសជាតិបានណាគ្រប់ pharmacy ហើយសម្រាប់ព័ត៌មានលម្អិតចូលទៅចែកជាមួយនឹង Facebook ក៏ដូចជា TikTok ឌូឌីវី Cambodia បាន